នេះគឺជារណ្ដៅដែលមានប្រវែង200 ម៉ែត្រទៅ300 ម៉ែត្រប៉ុន្តែរណ្ដៅនេះគឺមានអុកស៊ីសែនសម្រាប់ដកដង្ហើមអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងថាមូលហេតុអ្វីបានជារណ្ដៅនឹងមានជម្រៅជ្រៅប៉ុណ្្នឹងហើយនៅមានអុកស៊ីសែនដកដង្ហើមនឹងឯតោះឥឡូវទៅមើលរូបរាងនៅខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាចាំខ្ញុំប្រាប់ពីមូលហេតុដែលរណ្ដៅនេះមានអុកស៊ីសែនសម្រាប់ដកដង្ហើមនឹងឯតោះឥឡូវចូលទៅមើលជាមួយខ្ញុំទាំងអស់គ្នាដោយសារតែរណ្ដៅនេះគឺពិបាកមាត់ចូលនឹងឯកន្លែងមាត់ចូលហ្នឹងគឺវាប្រឡោះតូចប៉ុន្តែទៅខាងក្នុងគឺធំទេប៉ុន្តែគាត់ថាប្រឡោះដែលចូលហ្នឹងគឺដោយសារតែខែហ្នឹងខែវស្សាអញ្ចឹងអាដីវាបាក់មកមាត់រណ្ដៅគឺវាចិត្តរុនហ្នឹងហើយគឺយើងត្រូវធ្វើការលូនចូលផ្ដេកខ្លួនចូលដើម្បីចូលទៅខាងក្នុងហ្នឹងហើយតោះឥឡូវទៅមើលសកម្មភាពរូបរាងរណ្ដៅដែលមានប្រវែង200 ម៉ែត្រទៅ300 ម៉ែត្រគឺកំពុងតែចាប់ផ្ដើមចូលហើយពុកម៉ែបងប្អូនអរគ្នាហើយរណ្ដៅដែលខ្ញុំដើរចូលនេះគឺខុសពីរណ្ដៅមុនរណ្ដៅមុនគឺពេលដែលចូលមកគឺវាមានសំណើមមានជាតិទឹកអីអញ្ចឹងទៅនឹងហើយប៉ុន្តែរណ្ដៅនេះគឺអត់មានសំណើមហើយអត់មានជាតិទឹកទេមូលហេតុដោយសារតែរណ្ដៅហ្នឹងគេខែងនៅលើកំពូលភ្នំហ្នឹងហើយអញ្ចឹងគឺវាអត់មានទឹកជ្រាបដូចរណ្ដៅមុនទេហ្នឹងហើយរណ្ដៅមុនមានទឹកមានអីហ្នឹងគឺដោយសារតែរណ្ដៅហ្នឹងគេខែងនៅខាងក្រោមភ្នំអញ្ចឹងខុសពីរណ្ដៅនេះគេខែងលើកំពូលភ្នំហ្នឹងហើយអញ្ចឹងធ្វើឲ្យរណ្ដៅនេះគឺវាទោះបីជាខែវស្សាក៏វាអត់មានជ្រាបទឹកដែរពុកម៉ែបងប្អូនឃើញគឺដីគឺវាខ្សោះហ្នឹងហើយគឺវាខ្សោះវាស្ងួតវាអត់មានជាតិទឹកទេហើយពុកម៉ែបងប្អូនមើលបដាទៅចាំដល់កន្លែងណាដែលសំខាន់កន្លែងណារាំងនេះចាំខ្ញុំប្រាប់ពុកម៉ែបងប្អូនណានឹងហើយដោយសារតែរណ្ដៅហ្នឹងគឺវាមានកន្លែងប្រឡោះ2-3 កន្លែងហ្នឹងហើយអញ្ចឹងក៏មកដល់កន្លែងហ្នឹងគឺមានផ្លូវបែកហើយកន្លែងនេះគឺមានមកប្រឡោះទៀតប៉ុន្តែដោយសារតែវាចង្អៀតពេកគឺពិបាកចូលអញ្ចឹងគឺខ្ញុំមកចូលប្រឡោះខាងនេះវិញហើយរណ្ដៅហ្នឹងគេទុកចោលប្រហែលជាជិត10 ឆ្នាំហើយពុកម៉ែបងប្អូនអរគ្នាហើយរណ្ដៅហ្នឹងគេហៅថារណ្ដៅខ្សែសនឹងហើយដោយសារតែការយកមាសកន្លែងហ្នឹងរ៉ែមាសកន្លែងហ្នឹងគឺគេយកប្រភេទខ្សែសអញ្ចឹងខ្សែសហ្នឹងគឺវាមានលក្ខណៈខ្សែប្រឈរនឹងហើយគេយកពីក្រោមដេញទៅលើឬក៏យកពីលើដេញទៅក្រោមហើយចាំដល់កន្លែងខ្សែរ៉ែមាសចាញ់ខ្ញុំឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលហើយកន្លែងនេះខ្ញុំដាក់7ចំហ្នឹងហើយគឺជាខ្សែរ៉ែមាសដែលគេហៅខ្សែសហ្នឹងហើយអញ្ចឹងខ្សែរ៉ែមាសដែលគេជីកយកហ្នឹងគឺគេជីកយកបែបហ្នឹងហើយពុកម៉ែបងប្អូនអរគ្នាប៉ុន្តែដោយសារតែកន្លែងហ្នឹងវាមានតិចវាអត់មានច្រើនអញ្ចឹងគេយកអត់ចំណេញអញ្ចឹងក៏គេអត់ខែងទៅអញ្ចឹងក៏វានៅសល់ប៉ុណ្្នឹងហើយដើរហ្នឹងកន្លែងខ្លះគឺយើងទៅធ្វើការអោនចូលនឹងហើយដោយសារកន្លែងខ្លះវារាំងទាបកន្លែងខ្លះវារាំងខ្ពស់នឹងហើយដោយសារតែកន្លែងខ្លះគេស៊ីរ៉ែអស់កន្លែងខ្លះគេអត់ទាន់ស៊ីចឹងទៅហើយមូលហេតុដែលរណ្ដៅនឹងចូលមកជ្រៅហើយមានអុកស៊ីសែនសម្រាប់ដកដង្ហើមនឹងគឺដោយសារតែរណ្ដៅនឹងគេខែងធ្លុះគ្នាពុកម៉ែបងប្អូនអរគ្នានឹងហើយមានន័យថារណ្ដៅនឹងគេខែងពីខាងជើងភ្នំធ្លុះទៅខាងត្បូងភ្នំអញ្ចឹងណាអញ្ចឹងមានន័យថារណ្ដៅហ្នឹងគឺវាធ្លុះគ្នាអញ្ចឹងកាលណាដែលវាធ្លុះគ្នាខ្យល់អុកស៊ីសែនគឺវាចេញចូល 100% ធ្វើឲ្យយើងអាចដកដង្ហើមបាននឹងហើយបានខ្ញុំអាចចូលថតឲ្យពុកម៉ែបងប្អូនអរគ្នានឹងហើយបានមើល
ហើយកន្លែងដែលគេជីកប្រឡោះកំហូងហ្នឹងនឹងគឺជីស្នាមគេជីកយករ៉ែមាសហើយអញ្ចឹងគឺខែងយករ៉ែមាសគឺវាកំហូងបែបហ្នឹងឯងហើយហ្នឹងមើលទៅពណ៌សហ្នឹងអាហ្នឹងគឺជាខ្សែរ៉ែមាសហើយប៉ុន្តែដោយសារតែវាមានមាសតិចពុកម៉ែបងប្អូនអរគ្នានឹងឲ្យបានជាគេអត់យកដោយសារតែយកទៅវាអត់ចំណេញហើយអត់តន់ទៅដល់មុខទេពុកម៉ែបងប្អូនអរគ្នានៅឆ្ងាយទៀតហើយរងចាំមើលទាំងអស់គ្នាហើយមកដល់កន្លែងហ្នឹងហើយដោយសារតែខ្ញុំឃើញរណ្ដៅហ្នឹងវារាំងខ្ពស់ពេកហ្នឹងហើយខ្ញុំមកហ៊ានចុះចូលទៅថតឲ្យពុកម៉ែបងប្អូនបានមើលទេហ្នឹងហើយដោយសារតែមើលទៅវាខ្ពស់ពេកហើយរណ្ដៅហ្នឹងគឺអត់ទាន់ទៅដល់កន្លែងទាល់ទេពុកម៉ែបងប្អូនអរគ្នាប៉ុន្តែដោយសារតែកន្លែងហ្នឹងវាខ្ពស់ពេកហើយទៅខាងមុខនោះដីវាបាក់ផងអញ្ចឹងទៅខ្ញុំបានឈរថតត្រឹមនឹងទេឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលនឹងឲ្យបានចូលទៅខាងមុខទៀតទេដោយសារតែខាងមុខហ្នឹងលើកខ្ញុំថាវារៀងប្រឡោះតូចពេកដីវាបាក់ផងអញ្ចឹងក៏បានឈរថតត្រឹមនឹងឯងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគ្នាអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់នឹងហើយអរគុណច្រើន Ô